ជំរាបសួរប្រិមិត្តពុកម៉ែបងប្អូនទាំងឡាយបាទថ្ងៃនេះខ្ញុំសូមណែនាំអំពីរបៀបដាំប្រទាលមួយប្រភេទបាទប្រទាលហ្នឹងមានឈ្មោះថា Monstera Dubai បាទហើយប្រទាល Monstera Dubai ហ្នឹងគឺងាយស្រួលក្នុងការដាំដុះមែនតើបាទដំបូងឡើយគឺខ្ញុំមានត្រឹមតែមួយចន្លង់ប៉ុណ្្នឹងទេដោយដែលខ្ញុំកំពុងតែបង្ហាញហ្នឹងគឺមានមួយចន្លង់ប៉ុណ្្នឹងហើយខ្ញុំកាត់ចំនួន3កំណាត់បាទហើយរបៀបនៃការដាំប្រទាលហ្នឹងយើងមិនបាច់ទាមទារមានអរម៉ូនអីទេគ្រាន់តែយើងរកកូនថោឬមួយក៏កូនកន្ទោងណាមួយដែលយើងងាយស្រួលក្នុងការទុកដាក់ថែទាំគឺយើងដាំនៅក្នុងកូនកន្ទោងឬមួយក៏ផ្សាំទៅនឹងកូនថោឲ្យដុះខ្នែងឬមួយក៏ដុះបន្លកស្លឹកហើយចាំយើងយកទៅដាក់ថោមួយទៀតដើម្បីរកចន្លង់ណាមួយធំដើម្បីដាំប្រទាលហ្នឹងឲ្យឆាប់លូតលាស់បានល្អបាទហើយប្រទាលហ្នឹងគឺខ្ញុំយកដាំហ្នឹងគឺ3កំណាត់ប៉ុណ្ណឹងគឺខ្ញុំដាក់កូនថោ2តូចមួយហើយខ្ញុំដាក់នៅក្នុងផើងធំមួយទៀតបាទហើយបន្ទាប់មកដូចខ្ញុំថាអញ្ចឹងនៅពេលដែលវាដុះនៅពេលដែលដុះចេញបន្លកឬមួយក៏ស្លឹកថ្មីហើយចាំយើងរកផើងណាមួយស្អាតឬមួយក៏ដាក់បង្គោលចន្លង់ឲ្យវាតោងឡើងប្រទាល Monstera Dubai ភាគច្រើនគឺយើងដាំឲ្យឡើងបង្គោលឬមួយក៏ឡើងសសរឬមួយក៏ចន្លង់បាទហើយនៅក្នុងចន្លង់នីមួយបើសិនជាយើងមានចន្លង់មូលយើងអាចដាក់មួយឬដាក់មួយដើមឬក៏ពីរដើមស្រេចតែយើងទេបើយើងចង់ដាក់បែបណាក៏បានដែរតែសម្រាប់ខ្ញុំងាកនៅពេលដែលវាដុះខ្នែងបន្លកបានប៉ុណ្្នឹងហើយទើបខ្ញុំដាក់នៅក្នុងចន្លង់ក្នុងថោមួយបាទប៉ុន្តែនៅក្នុងចន្លង់ថោហ្នឹងដោយសារតែបន្ទះក្តារហ្នឹងវាតប៉ែតរៀង2ដូច្នេះហើយគឺខ្ញុំដាំពីសងខាងទៅដើម្បីចំណេញបាទហើយបន្ទាប់មកបាទឥឡូវហ្នឹងគឺដុះបានប៉ុណ្្នេះហើយបាទដុះបានប៉ុណ្្នឹងយើងមើលទៅគឺរយៈពេល8ខែបាទរាប់មកដល់ថ្ងៃហ្នឹងគឺ8ខែបាទរយៈពេល8ខែហ្នឹងគឺដុះបានប៉ុណ្ណឹងបាទគឺដុះទាំងពីរសងខាងតែម្ដងគឺស្អាតមែនតើបាទហើយប្រទាល Monstera Dubai ហ្នឹងមិនសូវជាស្រូបជីជាតិពីក្នុងឫសក្នុងដីដែលក្នុងផើងហ្នឹងតែម្ដងទេភាគច្រើន Monstera Dubai គឺស្រូបជីជាតិនៅលើបង្គោលដែលវាតោងហ្នឹងដោយសារតែវាមានឫសជើងតកែដូចជាជើងក្អែបហ្នឹងគឺវាអោបសសរឬមួយក៏បន្ទះក្តារហ្នឹងគឺវាស្រូបជីជាតិទៅតាមហ្នឹងអញ្ចឹងបើសិនយើងស្រោចទឹកយើងមិនបាច់ស្រោចទៅលើដីនៅក្នុងកន្ទោងហ្នឹងទេគឺយើងអាចមាន spray បាញ់មកលើនេះបាញ់មកលើស្លឹកឬមួយក៏បង្គោលដែលវាតោងហ្នឹងអញ្ចឹងទឹកវាហូរតាមហ្នឹងមកវានៅជាប់តាមហ្នឹងធ្វើឲ្យ Monstera Dubai ហ្នឹងគឺស្រូបជីជាតិពីបន្ទះក្តារដែលវាតោងហ្នឹងបាទអញ្ចឹងរយៈពេល8ខែហ្នឹងគឺដុះបានប៉ុណ្ណឹងហើយនេះចិត្តដល់ពេលដែលខ្ញុំត្រូវកាត់ទៀតហើយប៉ុន្តែខ្ញុំអត់កាត់បង្ហាញមួយសារទៀតទេដោយសារតែដដែលតោះឥឡូវយើងទៅមើលមួយដើមទៀតបាទមួយដើមទៀតដែលខ្ញុំដាក់នៅបង្គោលធំឬមួយក៏បន្ទះក្តារធំជាងហ្នឹងប៉ុន្តែបែរជាលូតលាស់យឺតដោយសារអីដោយសារតែមិនដឹងថាសត្វស៊ីឬមួយក៏ស្អីទេធ្វើឲ្យដាច់ត្រួយបាទដាច់ត្រួយដាច់ចុងហ្នឹងដាច់ត្រួយដាច់ចុងទៅវាអត់លូតលាស់ទេលូតលាស់ដែរតែយឺតប៉ុន្តែបើយើងប្រៀបធៀបជាមួយនឹងកន្ទោងនេះបាទនៅក្នុងមួយផើងដែលបង្គោលហ្នឹងដែលវាអត់មានដាច់ត្រួយដាច់ចុងទេគឺវាលូតឡើងមកលឿនរយៈពេល8ខែហ្នឹងប៉ុន្តែនៅពេលដែលខ្ញុំដាំនៅក្នុងផើងធំដែលវាដាច់ចុងហ្នឹងគឺយឺតមែនតែនទម្រាំតែវាដុះត្រួយថ្មីដុះស្លឹកថ្មីគឺយូរអញ្ចឹងបើប្រៀបធៀបជាមួយនឹងមួយកន្ទោងនេះបាទមួយចន្លង់នេះដែលវាអត់មានដាច់អត់មានអីទេហ្នឹងគឺខុសគ្នាឆ្ងាយមែនតែនយើងមើលនេះច្រើនស្លឹកមែនតែនអញ្ចឹងប៉ុណ្ណេះគឺយើងអាចកាត់បំបែកដាំបានជាច្រើនទៀតបាទអញ្ចឹងសម្រាប់ប្រទាល Monstera Dubai ហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេមិនមានអ្វីច្រើនទេបាទហើយសូមអរគុណដល់ប្រិយមិត្តពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលា